នៅក្នុងថ្ងៃនេះគឺឈានចូលដល់កម្មវិធីបរិច្ចាគឈាមជាមួយនឹងមូលនិធិ VR1 Team ទៀតហើយជាទូទៅតែម្ដងមូលនិធិ VR1 Team រៀងរាល់4ខែគឺយើងតែងតែមានកម្មវិធីបរិច្ចាគឈាមម្ដងហើយសម្រាប់ថ្ងៃនេះគឺមានសមាជិកាចូលរួមដល់ទៅចំនួន70នាក់ជាងចាអញ្ចឹងនៅក្នុងថ្ងៃនេះនេះខ្ញុំពិតជាចង់ដឹងអារម្មណ៍របស់អ្នកគ្រូខ្លាំងមែនទែនថាតើគាត់មានអារម្មណ៍បែបណាហើយក៏ដូចជាមានសារអ្វីផ្ដាំផ្ញើជូនទៅកាន់បងប្អូនឥឡូវយើងទៅជួបគាត់ទាំងអស់គ្នាណោះចាជំរាបសួរអ្នកគ្រូជំរាបសួរចាអ្នកគ្រូសម្រាប់ថ្ងៃនេះគឺជាថ្ងៃបរិច្ចាគឈាមហើយដែលឡែកគឺសមាជិកាមកពីខាងមូលនិធិ VR1 Team យើងនឹងចូលរួមដល់ទៅ70នាក់ជាងសម្រាប់អ្នកគ្រូមានអារម្មណ៍បែបណាដែរក្រុមហ៊ុន VR1 តែងតែចូលរួមផ្ដល់ឈាមជាទៀងទាត់ក្នុង3ខែ4ខែផ្ដល់ឈាមបានម្ដងមួយឆ្នាំផ្ដល់ឈាមបាន3ទៅ4ដងក្នុងមួយឆ្នាំចាក្រុមហ៊ុន VR1 បានចូលរួម70នាក់ថ្ងៃនេះចាហើយខ្ញុំរីករាយណាស់ដែលបានការផ្ដល់ឈាមស្ម័គ្រចិត្តទូទាំងប្រទេសយើងថ្ងៃនេះប្រហែលជា500នាក់ចាការចូលចាអញ្ចឹងបានន័យថាគ្រាន់តែមូលនិធិ VR1 Team មួយ70នាក់ជាងប៉ុន្តែមកពីស្ថាប័នក៏ដូចជាក្រុមហ៊ុនផ្សេងទៀតដល់ទៅ500នាក់ចាអញ្ចឹងគឺច្រើនខ្លាំងមែនទែនប៉ុន្តែអ្នកគ្រូដេសាអីគឺយើងបានគៀងគរជាមួយនឹងយុវជនក៏ដូចជាសប្បុរសជនជាច្រើនដងមកហើយដែរប៉ុន្តែយើងមានជាសំណួរក៏ដូចជាទទួលបាននៅពាក្យសម្ដីមួយចំនួនទី1នៅពេលដែលយើងធ្វើការបរិច្ចាគឈាមហើយគឺគាត់ព្រួយបារម្ភនៅក្នុងការប៉ះពាល់ទៅកាន់សុខភាពគាត់ថ្ងៃខាងមុខឬមួយក៏មានកត្តាប្រឈមមួយចំនួនត្រង់ចំណុចនេះតើអ្នកគ្រូមានជាចម្លើយក៏ដូចជាមានជាយោបល់មានជាការណែនាំអ្វីជូនទៅកាន់ពួកគាត់បន្ថែមតែទេអ្នកគ្រូថ្ងៃនេះសម្រាប់ជាការឆ្លើយតបជាមួយនឹងការផ្ដល់ឈាមវាកើតចេញពីស្ម័គ្រចិត្តនៅក្នុងរាងកាយរបស់យើងការផ្ដល់ឈាមលុះត្រាតែយើងមានសុខភាពល្អទើបយើងអាចផ្ដល់ឈាមបានហើយអាយុយើងដែលអាចផ្ដល់ឈាមបានពី18ឆ្នាំរហូតដល់60ឆ្នាំហើយគីឡូរបស់យើងគឺលើសពី45គីឡូហើយចំណែកគ្រាប់ឈាមក្រហមយើងចំពោះស្ត្រីគឺ12កន្លះចំពោះបុរសចាប់ពី13ក្រាមក្នុង1ដេស៊ីលីត្រទៅអាចផ្ដល់ឈាមបានការផ្ដល់ឈាមជារឿងមួយដែលអស្ចារ្យគឺវាតាក់ទងជាមួយនឹងសុខភាពរបស់យើងដែលអាចផ្ដល់ឈាមការផ្ដល់ឈាមមិនប៉ះពាល់អ្វីទេហេតុអ្វីបានជាយើងថាមិនប៉ះពាល់មុនផ្ដល់ឈាមបានលុះត្រាតែយើងពិនិត្យសុខភាពទូទៅលើគ្រាប់ឈាមក្រហមយើងគ្រប់គ្រាន់សុខភាពយើងល្អទើបយើងអាចចូលរួមផ្ដល់ឈាមបានហើយវាមានតែជួយយើងទៀតយើងមើលទៅនៅក្នុងពុទ្ធសាសនាយើងព្រះសង្ឃលោកឆាន់តែ2ពេលហើយអត្តខាតទៀតតែចំណែកពួកយើងហូបច្រើនលើសពី3ពេលអញ្ចឹងហើយនឹងជាកង្វល់នៃរាងកាយរបស់យើងហេតុអ្វីបានជាព្រះសង្ឃលោកឆាន់តែ2ពេលហើយលោកមានសុខភាពល្អហេតុអ្វីបានជាយើងហូបដល់លើស3ពេលគ្រប់គ្នាហើយសុខភាពយើងមិនលើសលប់លើសលប់នៃអាហារនៅក្នុងខ្លួនប្រាណយើងអញ្ចឹងហើយមានតែការបរិច្ចាគឈាមទេដែលយើងដកនៅកំហាប់ឈាមក្រហមរបស់យើងខាប់ក៏ជាជំងឺមួយយើងបូមឈាមទៅធ្វើឲ្យរំហូរឈាមនៅក្នុងខ្លួនប្រាណយើងវាដំណើរការបានល្អចាអញ្ចឹងនេះគឺជាអ្វីដែលអ្នកគ្រូចង់ផ្ដាំផ្ញើជូនទៅកាន់សប្បុរសជនក៏ដូចជាជនរួមជាតិជាពិសេសតែម្ដងគឺយុវជនដោយសារតែគាត់មានការព្រួយបារម្ភទៅលើចំណុចនេះខ្លាំងមែនទែនអញ្ចឹងសរុបជារួមត្រឡប់មកវិញការបរិច្ចាគឈាមគឺមិនបានធ្វើឲ្យយើងមានផលប៉ះពាល់ទៅកាន់សុខភាពយើងទៅថ្ងៃខាងមុខទេប៉ុន្តែមានតែពាក្យថាមួយទៀតគឺជួយទៅលើសុខភាពរបស់យើងទៅថ្ងៃខាងមុខវិញលុះត្រាតែសុខភាពយើងល្អទើបយើងអាចបរិច្ចាគឈាមបានហើយដល់ឡែកដូចនាងខ្ញុំផ្ទាល់នេះមិនមែនបរិច្ចាគទៅតែលើកទី1ទេនាងខ្ញុំបរិច្ចាគលើកទី8ហើយប៉ុន្តែទៅលើលទ្ធផលជាក់ស្ដែងសម្រាប់នាងខ្ញុំគឺមិនមានផលប៉ះពាល់ណាមួយសម្រាប់សុខភាពខ្លួនឯងនោះទេហើយនេះគឺនាងខ្ញុំនារីផងការបរិច្ចាគឈាមគឺជាការផ្ដល់ក្តីសង្ឃឹមការបរិច្ចាគឈាមគឺជាការជួយជីវិតមនុស្សម្នាក់